សាញ់ក្តីស្មោរបស់យ៉ាងណាឲ្យបងឃើញចិត្តពិនជាប្រន់ស្នេហ៍ឃើញចិត្តព្រោះតែវាចាស្នេហ៍បងក្បត់បងពីកាលណាជឿពីគេចាំងដោតហើយអូនធ្វើឲ្យបងជឿចិត្តគេឲ្យយើងប្រន់គ្នាឲ្យកូនបងចិនគិនមិនយល់សងនៅសាញ់ក្តីស្មោរបស់បងយ៉ាងណាបងពីកាលណាជឿពីគេចាំងដោតហើយអូនធ្វើឲ្យអូនជឿចិត្តគេឲ្យយើងប្រន់គ្នាឲ្យបងអងចិនយល់សងនៅសាញ់ក្តីស្មោរបស់បងយ៉ាងណានៅសាញ់ក្តីស្មោរបស់យ៉ាងណាចាសូមតែដៃអើយចាសូមអរគុណដល់តារាកិត្តិយសតែមានអារម្មណ៍ចំណាប់អារម្មណ៍លើកបទនេះយកមកច្រៀងចាអត់ដូចចូលចិត្តហ្នឹងហើយបងសង្ឃឹមប្រហែល%ដែរលោកមិនដឹងបងអត់ដឹងទេចុះតាំងចិត្តឡើងមកប្រឡងចម្រៀងហើយអត់ដឹងថាបានចំណាត់ថ្នាក់លេខប្រហែលដូចតែពេញចិត្តទៅចង់បានដូចថាសង្ឃឹមប្រហែល%ដែរសង្ឃឹមតិចតិចចាចាសូមអរគុណជួបគ្នានៅបាទសង្ឃឹមតិចតិចតែគ្រាន់បើយើងអត់មានសង្ឃឹមសោះចាយល់យ៉ាងម៉េចដែរលោកសំបឌីដែលមានចំណាប់អារម្មណ៍បែបណាដែរដែលបេក្ខជនអំបញ្ញមិញបកស្រាយបទចម្រៀងបាទខ្ញុំស្ដាប់ទៅគឺឃើញព្រោះទាំងអស់បេក្ខជនបេក្ខនារីឡើងមកគឺព្រោះទាំងអស់អញ្ចឹងមិនពិបាកនឹងឲ្យពិន្ទុប៉ុន្តែអ្វីដែលសំខាន់គឺការឲ្យពិន្ទុយ៉ាងសុក្រិតបំផុតពីគណៈកម្មការទាំង3រូបរបស់យើងបានប្រាប់ទៀតថាកុំឲ្យគណៈកម្មការទាំង3រូបលំអៀងណាបាទមិនត្រូវលំអៀងទេព្រោះការដែលយើងធ្វើនេះគឺដើម្បីសប្បាយបាទដើម្បីភាពយុត្តិធម៌និងយើងតាក់ទាញនៅប្រយោជន៍ភាពមិនមែននៅតែក្នុងទីក្រុងចាក់សិលវាយ៉ាងនេះទេគឺទូទាំងប្រទេសសហរដ្ឋអាមេរិកនឹងតែម្ដងបាទដែលលោកនៅមកពីឆ្ងាយអញ្ចឹងដើម្បីឲ្យមើលទៅវាល្អមើលបាទគឺថាយើងធ្វើអីឲ្យមានភាពសុក្រិតយុត្តិធម៌ជាទីបំផុតបាទបាទជាបន្តទៅទៀតហ្នឹងគឺតម្រូវទៅលើចម្រៀងជាលក្ខណៈឆ្លងឆ្លើយបាទបេក្ខជនទី4ចា៎បាទបេក្ខជនបេក្ខនារីទី4បាទហើយតម្រូវទៅលើបងស្រីឆែមណារីហើយនឹងលោកណារ៉ូបាទអូណារ៉ូដូចតួកុនតែម្ដងណាឆ្លងឆ្លើយដូចមានចំណងជើងថាក្លែបក្លិនចន្ទធូចា៎បាទចាសូមទឹកនឹកទៅដូចដួងចិត្តកំពុងតែល្ងាស្រាប់ផងលោកអើយលោកអត់ទេឥឡូវបើកថ្ងៃឯងដោយសារទេវតាឆ្នាំថ្មីយុទ្ធធម៌បំផុតលោក
ដូចដួងចិត្តកញ្ជ្រោស្នេហ៍ស្និទ្ធស្រស់ជីវាតើអស់សង្ឃឹមក្នុងចិន្តារួងហួសថាថានឹងត្រកកំបោលដោយឆ្នាំប្រស្នាហាអូនដោយមកឆាតំដោយបងទាំងហើយកុំរីណាទៅផងសូមរួក្បែរបងមរណាតើជឿបានទេព្រះគង់ជាវាបើពងងារថ្លៃចោចាអោមេឃពពកនឹងវាតាជួយស្រាយបញ្ហាជានេះផងអូនស្នេហ៍តែប្រងមិនដល់ចិនឆ្នាំរមិនគិតឡើយណាបងទូឆ្នាំរជានក៏តាមសអើយតែបានបងជាគូកាស្រឡាញ់ស្ទើលេបក្រេបមិនណាយជាខោឆាយដូចគុំលឺទៀងតាមលហាមក្លិនចាំងធឺបងត្រូវខស៊ឺយកអូនឲ្យបានបងត្រូវតស៊ឺយកអូនឲ្យច្រើនគុណច្រើនចាសូមអរគុណច្រើនថែមអរគុណដល់បងប្រុសបងស្រីទាំងពីរចាសង្ឃឹមថាបានប្រមាណភាគរយដែរចាគាត់ចង់សប្បាយជួយឆ្នាំថ្មីបងប្អូនខ្មែរជូនពរឆ្នាំថ្មីចាដូចគ្នាចាសូមអរគុណគាត់អត់មានសង្ឃឹមថាបានបន្ទុកប្រមាណទេគាត់ចង់បានតែឆ្នាំថ្មីសប្បាយឆ្នាំថ្មីបងប្រុសមានឧត្តមកតេល្អមែនទែនព្រោះយើងមកគឺមកសប្បាយទាំងអស់គ្នាបាទមិនមែនមកកាត់ទុកទេដល់អញ្ចឹងអ្វីក៏ដោយគឺគាត់ហ៊ានក្លាហានឡើងមកលើឆាកបកស្រាយបងឃើញកាយវិការគាត់មិញហ៎ស្អាតហ្នឹងបាទអូអស់តោះហើយកាយវិការជាប់មកហើយគាត់ចង់សប្បាយដល់អញ្ចឹងគាត់មិនខ្វល់តែគាត់ជាប់មិនជាប់ទេចាសូមអញ្ជើញផែកខនារីទី5ចាសូមអញ្ជើញកញ្ញាឆែមបុប្ផាចាសូមអញ្ជើញឡើងមកវេទិកាបកស្រាយចម្រៀងមួយបទដែលមានចំណងជើងថាចង់នៅលើមេឃចាមេឃខ្ពស់ណាស់ហេតុអ្វីទៅបានគាត់ចង់នៅលើមេឃណាលោកហើយគាត់ចង់ទៅតាមទេពធីតាមានអ្វីនៅលើហ្នឹងខ្ញុំមិនដឹងដែរប៉ុន្តែតាមមើលហើយគាត់ចង់តាមទេពធីតាឆ្នាំថ្មីនេះតុងសាទេវីចា
អញ្ជើញផែខណ្ឌនារីទី5ចាសូមអញ្ជើញកញ្ញាឆែមបុប្ផាចាសូមអញ្ជើញបាទសូមក្រុមអញ្ជើញចឹងសូមស្នូទាដៃទាំងអស់គ្នាមួយបាទឆ្លៀតឱកាសនឹងដែរខ្ញុំសូមបើកវងកញ្ចក់ដើម្បីប្រកាសនៅការជាវនៅសញ្ញាឆ្នោតបាទព្រោះយើងនៅបន្តលក់ឆ្នាំនេះអត់មានថ្ងៃនេះរហូតដល់ថ្ងៃស្អែកបន្តទៀតរហូតដល់ចប់កម្មវិធីបុណ្យចូលឆ្នាំថ្មីហ្នឹងហើយសម្បត្តិមួយគឺ$5ហើយរង្វាន់មានដូចជាទូរទស្សន៍ laptop iPad digital camera អញ្ចឹងអស់លោកស្រីសូមមានចំណាប់អារម្មណ៍គឺសូមអញ្ជើញជាវនៅស្តង់តូបលក់របស់បងអាមែនដានៅខាងមុខវេទិការបស់យើងខ្ញុំបាទសូមអញ្ជើញឲ្យយើងធ្វើនេះគឺដើម្បីជួយឧបត្ថម្ភនៅវត្តអារាមរបស់យើងឲ្យមានការរីកចម្រើនបន្តទៅទៀតបាទចាចាំឆ្នាំក្រោយតទៅទៀតសូមអញ្ជើញទៀតអាចជូនដល់កញ្ញាបៃខណ្ឌនារីទី5ចាសូមអញ្ជើញបងស្រីចាមានចំណាប់អារម្មណ៍មិនដែរចាសប្បាយចាហើយសង្ឃឹមបានប្រមាណភាគរយដែរអូយសង្ឃឹមណាចា100%ចាសូមផ្ទះដៃទុកជូនជាមុនចាសង្ឃឹម100%ចាគណៈកម្មការចាសូមអញ្ជើញបងស្រីដូចតទៅចាបាទសូមបាទសូមអរគុណដល់បងស្រីបាទបងមានទឹកដមសម្លេងបាទមិនចំណងជើងបាត់សូមតែដៃជូនដល់តារាចម្រៀងមិនចំណងជើងបាត់អីអរគុណ
បាទខ្ញុំចង់នៅលើមេឃបាទបងនៅលើមេឃបានហើយថ្ងៃនេះយើងអាកាសធាតុយើងប្រែទៅជាមានថ្ងៃណាបាទឥឡូវមិនដូចព្រឹកមិញទេវាភ្លៀងឥឡូវនេះវាថ្ងៃមកស្រឡះគឺថាអាកាសធាតុប្រែទៅជាល្អមកវិញបាទហើយបងចង់នៅលើមេឃតែហោះតាមមើលសង្ស័យមកហើយអ្វីទៅបានបងស្រីយកបទចម្រៀងយកមកបកស្រាយព្រោះបងស្រឡាញ់អត្ថន័យបែបណាដែរចាព្រោះអីនៅប្រោះនៅលើដីធ្វើឲ្យខ្ញុំខូចចិត្តក្បត់ចិត្តខ្ញុំចាម្ល៉េះហើយខ្ញុំចង់ទៅស្នេហាលើមេឃស្នេហ៍មួយទេវតាប្រុសចាអូពិតជាល្អណាស់ចាគិតទៅស្នេហាទេវតានៅរដូវចូលឆ្នាំតែម្ដងចាសូមអរគុណបងស្រីចាជួបគ្នាបន្តិចទៀតចាបាទសូមអរគុណបងណាបាទសូមបងរងចាំណាបន្ទុកដែលគណៈកម្មការយើងកំពុងតែឲ្យគ្រប់គ្នាបាទស្វាហាប់ណាស់អត់ហ៊ានមើលនៅចម្រៀងទេគឺថាទៅជាចាំស្ដាប់សំឡេងបាទភ្នែករំពើងមើលទៅហាត់ហើសัตว์ហើណាដល់វាមើលកាយវិការលើឆាកសោះបាទសូមអរគុណបាទហើយដល់វេលានេះគឺដល់ណែបេក្ខជនទី6ដែលមានឈ្មោះដារ៉ូចាដារ៉ូចាសូមអញ្ជើញឡើងវេទិកាចាបេក្ខជនដារ៉ូចាបកស្រាយចម្រៀងបទដែលមានចំណងជើងថាទ្របគប់ចិនដាទ្របគប់ចិនដាអូយមិនដឹងជាមានទ្របអ្វីណាដែលធ្វើឲ្យគាត់ពេញចិត្តមែនទែនគាត់ចង់បានយកមកទុកក្នុងអរ៉ាគាត់ណាបាទជាទ្របសំខាន់សម្រាប់គាត់ទេចាបាទឥឡូវដូចខ្ញុំមិនហ៊ានថាជាទ្របអ្វីទេចាសូមអញ្ជើញមានតែលោកដារ៉ូទេដឹងថាទ្របគប់ចិនដានោះជារបៀបរបស់អ្វីបាទសូមអញ្ជើញអំបញ្ញមិញគាត់មានដៃគូចាឥឡូវនេះគាត់បកស្រាយបទមួយដែលម្នាក់ឯងតែម្ដងចាសូមអញ្ជើញបងចាសូមអញ្ជើញសិនអូនឲ្យរបស់អ្វីមួយក៏គល់មកប្រកបរនងបងក៏ដូចតែមួយប៉ុណ្ណោះទុកអូនច្រើនសើតារកនឹងបងក៏ទទួលឲ្យផងអូនទទួលត្រឹមយកមួយប៉ុណ្ណោះស្របបចិនដាប្រចាំស្លាប់រងមិនគិតវាសាយគូគឺស្នេហាដែលអូនប្រគល់ទុកឲ្យប្រដែលពើស្រីស្រងឲ្យប្រងបងដែរពីចិត្តទៀងអស់អិនខ្វះទេស្នេហ៍មកហើយត្រកទូទៅពេលអូនវាឆ្ងាយពីបងក្រោយថ្ងៃច្រើនហើយកន្លងបងក៏នៅតែចាំដួលអូនអិនកាយក៏អត់ស្នេហ៍យើងទេរឿងរ៉ាវអាផបផនចៅតាមក្បូនចៅឲ្យឆ្ងាយរយរងជាថ្មីរឿងស្រីនឹងយើងទេរឿងរ៉ាវអាផមមាត់តែចៅតាមក្បូរជាថ្មីរឿងស្រីនឹង
សុំសំលេងតែដៃមួយទៀតបាទចាសូមអរគុណច្រើនដល់បងចាជួបគ្នាឱកាសក្រោយពីរោះទេបងប្អូនសំគ្នាទេបងប្អូនសំឆ្លើយមកតគណៈកម្មការសួរបេក្ខជនបណ្ឌិតបន្លំសួរខ្លួនឯងចានាងខ្ញុំរំភើបពេកព្រោះថាទ្របគាត់ចិនដាបាត់មានន័យទលំទលាយណាបងណាបាទខ្ញុំចូលចិត្តបទហ្នឹងនេះខ្ញុំចំណាយណាដាក់ស្ដាប់ទៅព្រោះមែនតើតើអ្នកណាទៅម្ចាស់ទ្របគាត់ចិនដាពិតប្រាកដណាបាទបទនោះបានន័យថាបុរសលះបង់ច្រើនមែនតើចំពោះនារីដែលខ្លួនស្រឡាញ់បាទសូមឲ្យមានបែបហ្នឹងតទៅចាសូមកុំឲ្យមានមួយទៀតណាបាទខ្ញុំឯកភាពអីឯកភាពអត់មានលេងឯអូនមានយកថែមសុំទៅអូនឯងកុំខ្លាចធ្វើចុងចែកគ្នាប្រើដែរតបងយកថែមមួយទៀតអូនឯងដើមដែរនៅកុំចេះថាណាលោកពូកែណាវោហាលោកពូកែណាមើលហើយអ្នកតេក៏ប៉ុន្តែខ្លួនឯងរកមួយធ្វើឆ្នាំអត់មានទេចានេះខ្ញុំរៀនទ្រឹស្ដីច្រើនជាងអនុវត្តអញ្ចឹងវាអូបានន័យថាមានទ្រឹស្ដីច្រើនជាងអនុវត្តបានន័យថាស្ពារៀនហ្មងសិតតែអាក្រក់ទាំងអស់បើគេដល់ហើយចាសូមអរគុណច្រើនជាបន្តទៅទៀតនេះដែរសូមអញ្ជើញជួបបេក្ខជនទី7ចាអញ្ជើញមកពីទីក្រុងសែនភីតតែម្ដងឬសិតតារាល្បីផងមកពីសែនភីតឥឡូវមកប្រឡងអីដែរសង្ហាណាតិចនាងលីណាស្រឡាញ់គាត់ទៅបានបងឯងនៅចិត្តមួយបានបងឯងទៅក្រោយហ្នឹងមួយហ្នឹងបែបទៅដែរបានអ្នកនាងនៅចិត្តអញ្ចឹងកក់ក្ដៅមែនទែនចាសូមអញ្ជើញបងគឿនមកពីទីក្រុងសែនភីតចាបកស្រាយចំនួនបទដែលមានចំណងជើងថាកំហុសគ្រប់យ៉ាងមកពីបងហើយអ្វីទៅបានមកកំហុសគ្រប់យ៉ាងមកពីលើបងបានមកទទួលម្នាក់ឯងរឿងអីចាអូនឯងមិនមើលថាបងខុសអីខ្លះអូនឯងចិត្តតែចោតចាកំហុសគ្រប់យ៉ាងមកបងសង្ស័យធ្វើអីខុសហ្នឹងចូលផ្ទះម៉ោង3ម៉ោង4ភ្លឺសោះចេះចោតដែរចឹងណាសង្ស័យមានមួយទៀតមែនបានរវល់ខ្លាំងពេកអត់ទេធ្វើការ second shift ចាវេន2ចាអូខេបាទអញ្ចឹងសូមទទួលការសម្ដាប់នៃការបកស្រាយរបស់បេក្ខជនទី7បាទនៅបទកំហុសគ្រប់យ៉ាងមកពីបងសូមសម្លេងស្វាគមន៍មួយបាទចាសូមតែដៃខ្លាំងជូនដល់តារាកិត្តិយសមកពីសែនភីតចាសូមអរគុណពិតជាសង្ហាមែនបងមៀបសួរហើយសំទេបងប្អូនងាប់ហើយនៅអង្គុយគៀនណាមានមួយដែរចុះខាងនេះសំទៅកក់ក្ដៅណាលោកឯងខែលងាផងចាសូមអញ្ជើញតែដៃជូនដល់តារាកិត្តិយសមួយមិនមានអារម្មណ៍មិនដែរមកផ្សាយភីតហ៎សបាយគឺសួរតែតកែក្លឹបអីផងណាហើយមិនដែររៃស្រង់បងធូធាធូធាសង្ឃឹមមួយថ្ងៃហ្នឹងបានប៉ុន្មាន%ដែរណាអេមានលុយតែបើរៃស្រង់មកប្រឡងយកលុយឯងទៀតសឹងឆ្ងល់100%សួរតែគណៈកម្មការចាសូមអញ្ជើញចាំមករំខានពេលវេលាយូរទៅចាសូមអរគុណឲ្យអូនធ្លៀងជ្រួតស្នេហាធ្វើឲ្យរូបស្រីឈឺផ្សាស្រត់ទឹកនេត្រាខ្លោចផ្សាអត់ឡាមាននាងថ្មីគេលួមឡោមប្រឡំសុំស្នេហ៍ពេលនោះនួននងជាគេដើម្បីភ្លេចបងតែមានថ្ងៃមួយបងនឹកដល់ខ្លួនបេះដូងត្រូវការលំនួនទូរស័ព្ទទៅស្ងួនចង់ប្រាប់មត្តន័យអូនប្រាប់ថាបេះដូងបងនៅអាឡ័យបើសិនបងព្រមវិលវ័យចិត្តកាយចរណៃរងចាំទទួលជីវិតជួបព្រួយបេះដូងរំជួយក្នុងអារម្មណ៍ព្រួងស្រីរាយរាប់អំពីរឿងក្តីស្នេហ៍ថារូបអូននឹងគេអូនបានជ្រុលជ្រុះកាយាភ្លឺហើយតែសូនសង្ខារអូនប្រាប់ថានៅស្នេហ៍បានទេកំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ
ក្រៀមមុនបោកប្រាំងចិត្តមុំឲ្យអូនយំទឹកខ្សែជីវីតែសូមអូនយល់ដល់បរោះម្នាក់នេះគង់មានជាលើកទីពីរបេះដូងមួយនេះស្នេហ៍អូនរគ្រប់យ៉ាងមកពីរូបខ្ញុំក្រៀមមុនបោកប្រាំងចិត្តមុំឲ្យអូនយំទឹកខ្សែជីវីតែសូមអូនយល់ដល់បរោះម្នាក់នេះគង់មានជាលើកទីពីរបេះដូងមួយនេះច្រើនមើលកំតាន់ទៅណាសុំសុភាបន្តិចទៀតសុំញ៉ៃបន្តិចទៀតមិនតាន់អស់ចិត្តផងបរោះសាំងហើយមិនដែរមានអារម្មណ៍មិនដែរបានយកបទចម្រៀងមកបកស្រាយនៅកម្មវិធីនេះចាមានពេញចិត្តមានប្រវត្តិឈឺចាប់ជីវិតផ្ទាល់ខ្លួនតែម្ដងចាពិតជាអស្ចារ្យពិតជាក្លាហានមែនហ៊ានធ្វើហ៊ានទទួលណាហ្នឹងហើយហ៊ានធ្វើហ៊ានទទួលសូមទះដៃជូនដល់តារាកិត្តិយសមកផ្សាយភេទមួយចាចាសូមអរគុណច្រើនចាបងជួបគ្នាឱកាសក្រោយណាបងសុំក្បាលបងមិញនាងលីណាគាត់ថាសួរគាត់ថាមានអារម្មណ៍យកបទចម្រៀងនឹងមកច្រៀងហេតុអីបានយកបទចម្រៀងគាត់ថាមកពីឈឺចាប់ប៉ុមុខគាត់ឲ្យញឹមរហូតឈឺចាប់គាត់ខុសពីខ្ញុំឈឺចាប់បែកកសែងពូកោមួយកាន់ជូតទឹកភ្នែកអត់ទេជូតឲ្យពូទៅក្រួយខ្នងបាទប៉ុន្តែគាត់ឲ្យញឹមមិនអីទេបរោះស្រងបរោះសម្បូរស្នេហ៍ចាខ្ញុំបាទសូមអនុញ្ញាតផ្សព្វផ្សាយនៅការជាវនៅស្លឹកឆ្នោតជាបន្តទៀតបាទអស់លោកស្រីនាងកញ្ញាសូមអញ្ជើញជាវនៅស្លឹកឆ្នោតនៅតូបខាងមុខរបស់បងអាមិនដាដែលលោកបងស្រីកំពុងតែលក់ជាប្រចាំពីថ្ងៃនេះរហូតដល់ថ្ងៃស្អែកហើយរង្វាន់ដែលត្រូវមកផ្សងសំណាងនោះគឺមានទូរទស្សន៍40អ៊ីង laptop 17អ៊ីងcamera digital ហើយនិង iPad អញ្ចឹងសូមអស់លោកស្រីនាងកញ្ញាជួយជាវបាទដើម្បីជួយមួយសន្លឹកតែ5រៀលប៉ុណ្ណោះចាសូមអញ្ជើញជាវមួយសន្លឹក$5បាទហើយដើម្បីជួយទីវត្តអារាមរបស់យើងឲ្យកាន់តែមានភាពរលូនតទៅមុខទៀតបាទហើយជាបន្តទៅទៀតនេះដែរសូមអញ្ជើញគោរពអញ្ជើញបេក្ខជនទី8ហើយបាទទី8គឺជាកូនបើតាមតែខ្ញុំហ្នឹងហើយបើបើអស់ហើយទី8ហើយបាទគឺជាបេក្ខជនចុងក្រោយគេបង្អស់បាទលហាសនាមថាទៅRobertson អូសុំទះដៃមើលហាសនាមឲ្យបងប្អូនស្គាល់នេះគ្រាន់តែឮឈ្មោះសាហាហ្មង Robertson សុំទះដៃជូនដល់បេក្ខជនទី8ចា Robertson អូយលោកឯងទុនភ្លុនឲ្យដើរទៅមក Robertson បើគាត់ពងអារោហ្នឹងចាំបាច់មកប្រឡងចម្រៀងទៅអីឆ្ងល់ដែរព្រោះតែខ្ញុំចង់រកបឺតហ្នឹងណាបាយបឺតសិនដែរបើខ្ញុំបឺតរហូតចាបកស្រាយចម្រៀងមួយបទដែលមានចំណងជើងថាព្រមទាំងអាឡ័យហេតុអ្វីទៅបានព្រមទាំងអាឡ័យបើអាឡ័យចាំបាច់ព្រមព្រោះតែខ្ញុំនឹងយល់ស្របទៅហើយចាសូមទះដៃជូនដល់បេក្ខជនចាសូមអរគុណបាទសូមក្រុមជើងសម្រាប់បាទអរគុណចាអរគុណបាទហើយឆ្លើយការនឹងផងដែរខ្ញុំសូមជម្រាបសួរដល់បងប្អូនទាំងអស់នៅក្នុងបុណ្យនូយាយើងនេះសូមឲ្យបងប្អូនប្រសិទ្ធពរជ័យសិរីសួស្តីមានសុខភាពល្អទាំងអស់គ្នាដឹងថាអូនពុំមានជំរឹងស្នេហ៍មិនហ៊ានល្មើសទៅទីរឹងតាមកលួងបងព្រមស្ដាប់ទាំងជឺបេះដូងជួអូនមកព្រ
มเตียงอะไรអូនគិនថាគ្រួសារក្រក្រៃមានអ្នកដូតីលិនអងពីបងវាងចិនស្មោជុំខ្នោះបេះដូងរឿងស្នេហ៍ក្នុងជ្រុងទៅជុំទ្រង់ដំបើជ្រើអ្នកថ្មីជន់ដៃគេមានខ្ញុំទ្រង់ជាអ្នកស្លុកស្លំព្រមអ្នកសម្ដីបងខំពុនឡងទាំងដឹងថាបងស្នេហ៍ស្រីបងគៀងធ្វើបាបចិត្តស្រីទាំងក្តីគ្មានន័យសំខាន់ចង់ឲ្យត្រឡប់ស្នេហ៍មិនអាចចប់ត្រឹមយប់គុំចិត្តម្ដាយនោះសាយើងទាំងពីរកាយដេញត្រូវឃ្លាតឆ្ងាយដេញនិស័យស្នេហ៍យើងយ៉ាងថ្មីជន់ដៃគេនោះសំទ្រង់ជានាងស្រុកស្ដំដៃមុំក្រមិនប្រដីបងខំពុនលោកទាំងដឹងថាបងស្នេហ៍ស្រីបងគៀងធ្វើបាបចិត្តស្រីតែក្តីគ្មានន័យសំខាន់ចង់ឲ្យអូននាងវិលត្រឡប់ស្នេហ៍មិនអាចចាំត្រឹមយប់ពំចិត្តម្ដាយនោះសាយើងទាំងពីរកាយពេញត្រូវឃ្លាតឆ្ងាយពេញស័យស្នេហ៍យើងសូមអរគុណដល់បងប្អូនប្រិយបាទសូមសម្លេងទៀតដៃយ៉ាងខ្លាំងមួយបាទអូពីរត់ទេបងប្អូនរហ័សស្នៀមថារកបើសិនពិតជាព្រោះមែនសង្ហាទេបងប្អូនចំណាប់អារម្មណ៍មិនដែរបងចូលឆ្នាំនេះអូចំណាប់អារម្មណ៍ឃើញបងប្អូនទាំងអស់គ្នាមកកុសកតែម្ដងឃើញចម្រុះពណ៌តែម្ដងមានគ្រប់ទាំងអស់បងចង់និយាយថាបងប្អូនទាំងអស់គ្នាចម្រុះពណ៌ដូចផ្កាបងហ្នឹងហើយបាទបើសិនជាបងប្អូនបាត់របស់អ្វីនេះបងប្រុសខ្ញុំphảiអាចរកបានអត់ព្រោះគាត់ឈ្មោះគាត់ Robertson បាទមិនមែនទេបើថានិយាយច្បាស់ទៅ Robertson មែនទេបាទហ្នឹងហើយប្រធានអរគុណបាទឥឡូវនេះសូមអរគុណបងប្រុសណាបាទសូមអរគុណច្រើនបាទសូមអរគុណបាទសូមអរគុណបាទសូមអញ្ជើញទទួលសម្រាប់បាទខ្ញុំបាទក៏សូមជម្រាបផងដែរថានេះជាបេក្ខជនលើកចុងក្រោយរបស់យើងហើយបាទបើសិនជាបងប្អូនណាមានថាមានចិត្តក្លាហានចង់មកប្រងចម្រៀងឥឡូវនេះកម្មវិធីខ្ញុំត្រូវកាត់ដល់ការបញ្ចប់ហើយខ្ញុំបាទក៏សូមយកពេលវេលាបន្តិចនេះប្រហែលជា15នាទីដើម្បីទៅបូកសរុបពិន្ទុដែលគណៈកម្មការយើងកំពុងធ្វើការញាប់ដៃញាប់ជើងបាទឲ្យពិន្ទុតាមតែគាត់មើលឃើញស្ដាប់ឮមិនដឹងថាយ៉ាងណាទេហើយចាប់ពិធីកម្មមានបន្ទុដែរអត់ទេពិធីករមានណាពិធីករពិធីការនីពិធីករការនីក៏មានទាំងអស់គ្នាមានទាំងអស់គ្នាបាទខ្ញុំគេថាកែឃ្យូងស្អាតលេខ1ចាបានប្រហែលភាគរយដែរបងnóiបាន95 5គេផ្ញើទុកឆ្នាំក្រោយចាខ្ញុំសុំថែមឲ្យ5ទៀតគុំ100យករបស់ខ្ញុំហ្មងអត់យកទេសុកចិត្តយកបានខ្លួនឯងចាសូមអរគុណច្រើនចាជួបគ្នាបន្តិចទៀតបាទដើម្បីជាការកំដរអារម្មណ៍របស់បងប្អូនដែលបានមកដល់ទីនេះបាទអ្នកនាងលីណានិងលោកសាម៉ាឌីណែអ្នកទាំងពីរក៏ច្រៀងចម្រៀងជូនបងប្អូនជាទីសន្តាប់បាទដើម្បីយកពេលវេលានេះណែជូនបងប្អូនយើងដែលបានមកនេះបាទសូមអរគុណបាទអ្នកនាងលីណាចាសូមអរគុណច្រើនឥឡូវអស់វិធីការដើរតួខ្លួនឯងហ្មងអញ្ចឹងបាទចាបង
ខ្ញុំបាទសូមគោរពហើយនឹងស្វាគមន៍ដល់អស់លោកស្រីនិងត្រីមិត្តទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ2013នេះខ្ញុំបាទទាំងអស់គ្នាគ្មានអ្វីនឹងតបស្នងសងគុណដល់អស់លោកស្រីវិញទេមានតែក្រុមឈុតឆាកកំ pl ែងសម្ដែងរឿងខ្លីនៅវេលាម៉ោង 7 កន្លះល្ងាចនេះហើយដូច្នេះហើយសូមអញ្ជើញអស់លោកស្រីរងចាំទេសនាកំបីអាខានអស់លោកស្រីឥឡូវនេះនឹងមានតួថ្មីមួយទៀតលោកកុងសំអនបានចូលមករួមសម្ដែងក្នុងឆាកកំ pl ែងនេះដែរហើយលោកឈឿនសាបឿនជាតួធ្លុកកំ pl ែងសម្ដែងល្អឥតខ្ចោះធ្វើឲ្យអស់លោកស្រីទប់ស្នើចបាននោះគាត់ក៏បានស្វាគមន៍មកបម្រើអារម្មណ៍អស់លោកដែរហើយលោក Sweetie លោកបានយល់ច្បាស់ហើយថាលោក Sweetie នេះការក្បិចក្មើមសម្ដែងល្អឥតខ្ចោះនៅភាសាវៀតណាមគឺនាយត្រកវ៉ាងដឺហើយនឹងអ្នកស្រីសារ៉ាន់ក៏អស់លោកបានជ្រាបមកហើយថាអ្នកស្រីសារ៉ាន់នេះក៏បានធ្លាប់សម្ដែងជាមួយនឹងខ្ញុំបាទទល់មកឥឡូវនេះហើយសូមកុំភ្លេចថានៅមានមួយរូបទៀតកញ្ញាកន្ទ្រីតសម្ដីឆ្នើមសម្ដៅយកន្ទ្រីអារម្មណ៍សម្ដំដួងចិត្តដើម្បីឲ្យអស់លោកសំណើចក្អាយសបាយបានច្រើនចម្រើនអាយុសូមកុំភ្លេចសូមទទួលទស្សនារឿងសេដ្ឋីរើសប្តីឲ្យកូននៅវេលាម៉ោង 7 កន្លះល្ងាចនេះសូមអរគុណបាទឈុតឆាកកំ pl ែងនឹងប្រព្រឹត្តទៅនៅល្ងាចនេះបាទអញ្ចឹងគឺជាចំណៃអារម្មណ៍មួយដែលបងប្អូននឹងទទួលមើលថាតើអស់ក្រុមកំ pl ែងរបស់យើងខ្ញុំហ្នឹងគាត់ជាញាក់សាច់ដល់កម្រិតណាបាទអញ្ចឹងកុំអាលទៅផ្ទះណាព្រោះកម្មវិធីរហូតដល់ម៉ោង 12 យប់បាទហើយជាបន្តរហូតមានរបាំជូនពរមានកំ pl ែងហើយនឹងមានបាទដូចជាការតន្ត្រីសម័យបាទរំបន្តរហូតដល់បិទកម្មវិធីបាទមានអារម្មណ៍ថារៀងក្តៅបាទក្តៅកក់ក្តៅបន្តិចបាទអញ្ចឹងសម្រាប់ជាមួយខ្ញុំនៅចង្វាក់រំវងបាទសូមឡើងរំទាំងអស់គ្នាបាទសូរីយេខែរះរេដេញក៏បាំងពពកតាំងតែពីបងកើតមករកគូបងសាបានជួបខ្លួនមានបងបានជួបហើយភ្លេចប្រពន្ធភ្លេចកូនតាំងតែពីបានជួបជួនកាលកូនខ្លួនតែអើមិនចង់ដេញក៏បាំងពពកតាំងតែពីបង
បានជួបជួនការទុកកងខ្លួនគេអើអញចប់បងណោះចូលឆ្នាំរូបបងស្រស់ណែនកំឡុងរត់តែកំពុងចន់ណែនមើលដូចស្រីទាំងបងទាំងជីកំបានមានម៉ែមិនណាំឡំម៉ែជាគូមេត្រីមើលនឹងតែស្រីអូនកុំហើយប្រណីមកបងភ្នែកបងខូចណាស់តែខូចពីម្ចាំងនិយាយតែផ្ដាំបានឲ្យដឹងច្បាស់ឲ្យបងខ្ញុំចង់តែចាំភ្នែកបងឲ្យខ្វាក់ព្រោះវាជាឋានៈខ្ញុំឲ្យទៅឋានៈបងចាំឡើងចាំម្ដងម្ដងព្រោះឲ្យអូនទៅដល់ទៅស្រួលចាថាបើសិនអូនចាក់ភ្នែកបងឲ្យខ្វាក់រៀងបងក៏ស្មាំងទទួលគ្រោះថ្នាក់នេះដែរអ្នកប្រុងកំហូនសំដីបបលោបងឯងនេះខូចតែមានអ្នកណាដល់ទេបងស្រឡាញ់នេះនេះអូនតែអ្នកកុំញ៉ែអូនឯងគ្រាន់តែសុំញ៉ាំតិចក៏បានប្រកាន់ដែរពុតចូលឆ្នាំថ្មីក៏ណាមានប្រពន្ធណៃចាបើថាណៃញ៉ែបានកំឡោះរត់តែកំពុងច្រណែនដំណើររូបស្រីបងទាំងគេចង់បានស្នំស្នេហ៍មកខ្លាំងស្នំស្នេហ៍ជាទូគាត់មេត្រីមើលនឹងតែទេស្រីអូនកុំថាអីក៏នៅភ្នែកមានផងភ្នែកបងខូចណាស់តែខូចពីម្ចាំងរត់ទៅជាទៅស្ដាំណាស់ហើយទៅណាស់ណាបងខ្ញុំចង់តែចាក់នេះភ្នែកបងឲ្យខ្វាក់ព្រោះវាជាឋានៈឲ្យដឹងច្បាស់ឲ្យបងសំឡងចង់ម្ដងម្ដងធ្វើឲ្យអត់ព្រោះខ្នងភ្នែកបងមិនទៅទេបើសិនអូនចាក់ភ្នែកបងឲ្យខ្វាក់ឬបងក៏ស្មាំងទទួលគ្រោះថ្នាក់នេះដែរអ្នកប្រុងកំហូនសំដីបបលោអ្នកបងឯងនេះខូចតែមានអ្នកណាដល់ទេបងស្រឡាញ់នេះទេអូនស្រឡាញ់មកទេកុំចាំចង់ស្នេហ៍អូនហើយពិតមែនណាបងណាភ្នែកបងពិតជាខូចមែនចូលឆ្នាំឲ្យដៀងរហូតឆ្នាំថ្មីថាបានហេងអត់ឲ្យហេងបងអញ្ចឹងឲ្យសួយទៀតហើយត្រូវគេផ្សេងទៀតណាបងណាចង់យូរហើយបានអត់កំឡាយបំភ្លេចសំដីក្នុងសំទៅអើយនឹងជាសាសេរីបងរិស័យព្រោះជាមេបាអូបាត់ដំបងខ្ញុំសូមច្រៀងផ្ដាំទឹកស្នេហាអូនណាអូនស្រីព្រមយល់ចំណាសូមតែមេត្តាស្នេហាបងកុំរៀងភ្នំព្រឹកនឹកឡាទួលនំចំលោតែភ្នំទៅយំអាណិត
ដូរចិត្តណាមេត្តាអ្នកឆ្លើយឲ្យបងយល់នេះស្នងបងមិនហើយរូបស្រីបំភ្លេចភក្តីដីបាត់ដំបងព្រឹកដឹកខ្លាតូនំកំឡោតែខ្ញុំទូញខ្ញុំបានមកស្ទឹងសង្កាមកគោអ្នកបាត់អាណិតខ្ញុំទេបាត់ដំបងបណ្ដោចិត្តណាជូនបងប្រុសមួយបាទខ្ញុំសូមរំលឹកម្ដងទៀតពីអំពីស្លឹកឆ្នោតផ្សងសំណាងសូមអញ្ជើញជាវមួយស្លឹកគឺ$5ទេគឺនៅតូបខាងមុខវេទិកាតូបបងអាម៉ាន់ដាហើយរង្វាន់មានដូចជាទូរទស្សន៍ laptop iPad ហើយនិង digital camera បាទសូមអញ្ជើញផ្សងសំណាងឆ្នាំថ្មីដើម្បីការជួយនៅឧបត្ថម្ភវត្តឲ្យមានការរីកចម្រើនបន្តទៅទៀតបាទសូមអញ្ជើញជាវតាមការគួរក្របីមេវាជួយធ្វើស្រែមិនដែលទុំទេធ្លាប់តែចាប់ពីយួររស់ក៏បីខ្ញុំស្លូតជួយធ្វើការមិនដែលជុំដោះទាំងជួទាំងរស់វាមិនដែលប្រកែកឡាលោកក្របីមេចោលលងចោលព្រោះម៉ែជឿធ្ងន់ក្នុងពេលជុំបិណ្ឌលោកមិនទាន់ជាសះស្បើយបានជួបគ្នាបាល6រៀលគាត់ក៏គ្មានឡាបានចំណាំពេកណាយនឹងធូរព្រោះលោកមេឃលៀតម៉ែដេក្នុងតូនយូរថាយូរថ្ងៃកូនប្រុសកូនស្រីមិនឃើញអ្នកណាមកទ្រាំរងផ្នែកគាត់ត្រវាក៏គាត់ងួរទួញយំលោកក្របីមេខ្ញុំយូរទ្រាំរឿងម្ដាយថ្លៃបានគុណក្របីមេម៉ែរស់សំថ្ងៃគិតទៅអាឡ័យได้ថ្លៃគាត់អស់ចំបានពេលឃើញក្របីគេនឹងដល់ក្របីខ្លួនអាម៉ែឈប់ចំបាន
ព្រុងប្រាក់លួងមេ